អាចោលសៀមអាចោលលុយទឹកដីគេបន្ទាប់ពីវាបានបំផ្លាញរូបសំណាកព្រះវិស្ណុដែលផ្ទុះព័ត៌មានការពីប្រហែលថ្ងៃមុនណាឥឡូវនេះវាចាប់ដើមធ្វើការចំនួនមកវិញដោយរូបព្រះបដិមាក៏មួយអង្គនៅទីតាំងដដែលប៉ុន្តែរូបចាស់គឺវាអត់ទាន់បានដកចេញទេវាធ្វើបែបនេះដូចជាប្រមាថមែនតើទៅលើសាសនាព្រះវិស្ណុណាយើងអត់និយាយពីសាសនាណាទេប៉ុន្តែវាមិនគួរធ្វើទៅតែសោះចំពោះទីតាំងហ្នឹងដោយសារតែទីតាំងនេះគឺអត់ទាន់បានដោះស្រាយដាច់ស្រេចទេចំពោះផែនទីរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃឥឡូវនេះវាបានយករូបសំណាកថ្មីដែលជារូបសំណាករបស់ព្រះពុទ្ធយកមកសាងសង់បន្ទប់ពីលើវាអត់មានដករូបចាស់ចេញសិនទេវាធ្វើជន់ទៅលើតែម្ដងសាសនាឥណ្ឌាបើសិនជាឃើញថាជាពួកគាត់អាចគិតថាជាការបំណាតដល់សាសនាគាត់ហើយយកសាសនាព្រះពុទ្ធទៅដាក់តាំងនៅពីលើសាសនាហិណ្ឌូអញ្ចឹងណាអញ្ចឹងព័ត៌មាននេះបើសិនជាឥណ្ឌាឃើញប្រកាសជាផ្ទុះផ្អើលម្ដងទៀតហើយប៉ុន្តែពួកអាចោសៀមនេះវាធ្វើអីក៏ដោយវាដើម្បីតែបានផលប្រយោជន៍ដើម្បីតែឲ្យបានថាជាកម្មសិទ្ធិរបស់វាសុខចិត្តធ្វើទាំងបំពេញទោះបីជាទីតាំងនឹងបច្ចុប្បន្ននៅមិនទាន់បានដោះស្រាយហើយ AOT ក៏បានចុះទៅមើលដល់ទីតាំងនឹងផ្ទាល់ដែរកាលពីមុនណាប៉ុន្តែគាត់ថាឥឡូវចូលលេងរួចហើយចាំបើវាដាក់គាត់បលាលួសវាពាត់ទាំងទូកុងតឺន័រវាដាក់តាហ៊ានអញ្ចឹងយើងពិបាកក្នុងការចូលទៅណាទីតាំងដែលមិនទាន់បានដោះស្រាយហើយវាបែរជាបំពេញធ្វើទាំងកំរោលអញ្ចឹងពួកនេះវាពិតជាចង់បានប្រទេសយើងមែនតើចង់បានទឹកដីយើងមែនតើពួកអាចោលួចទឹកពួកអាចោលួចដីពូជវាលួចតាំងពីដើមរហូតដល់បច្ចុប្បន្ននៅតែបន្តលួចអត់ឈប់ឈរអានេះបើសិនជាយើងមិនខ្លាំងយើងនៅតែខ្សោយយើងនៅតែគ្មានកម្លាំងក្នុងការទប់ទល់ជាមួយនឹងពួកវាទេយើងប្រកាសជាពិបាកក្នុងថ្ងៃមុខ